អភិបាលខេត្តប៉ៃលិនបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025-2026 ព្រឹកថ្ងៃទី10 ខែសីហាឆ្នាំ2026 លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាដុំឆ្នាំសិក្សា2025-2026នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនក្រុងទេពនិមិត្តប៉ៃលិនស្ថិតក្នុងភូមិអូតពុកក្រោមសង្កាត់ទូលវាក្រុងប៉ៃលិនខេត្តប៉ៃលិននាឱកាសនោះដែរលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកទឹកចិត្តក្មួយសិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាដុំត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសាដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននៅបទបញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងហើយការប្រឡងឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរនីតិវិធីនៃការរៀបចំទាំងអស់រឹតតែមានការប្រុងប្រយ័ត្ននិងតឹងរ៉ឹងបំផុតពោលអ្នកចេះគឺជាប់លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានបង្ហាញហិបវិញ្ញាសាជូនដល់បេក្ខជនប្រឡងពិនិត្យភាពបិទជិតមានបិទស្កុតនិងត្រាស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជនដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានព្រមទាំងបានផ្ដាំផ្ញើជូនដល់ក្មួយៗទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អរយៈពេល2ថ្ងៃនេះនិងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងការប្រឡងដែលស័ក្តិសមជាទំពាំងស្នងឫស្សីនិងក្លាយជាសសរទ្រូងរបស់ប្រទេសជាតិនាថ្ងៃអនាគតសម្រាប់ឆ្នាំសិក្សា2025-2026ក៏មិនខុសពីឆ្នាំមុននោះដែរគឺឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈៀនប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តប៉ៃលិននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនបានបន្តផ្ដល់ជូនសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងខេត្តសម្រាប់កន្លែងស្នាក់នៅនិងអាហារ3ពេលមធ្យោបាយធ្វើដំណើរទៅកាន់មណ្ឌលប្រឡងព្រមទាំងការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃនៅតាមទីតាំងដែលបានរៀបចំហើយចំពោះបេក្ខជនដែលទទួលបាននិទេសល្អឯកឧត្តមនិងលោកជំទាវនឹងផ្ដល់រង្វាន់លើកទឹកចិត្តព្រមទាំងផ្ដល់អាហារូបករណ៍ជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតមានបំណងបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាផងដែរបើតាមការបញ្ជាក់របស់លោកតង់ធីរាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025-2026នេះគឺប្រព្រឹត្តទៅរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី11ខែសីហាឆ្នាំ2026ហើយចំពោះខេត្តប៉ៃលិនមានបេក្ខជនប្រឡងចំនួន662នាក់ស្រី386នាក់ស្វ័យរិន43នាក់មាន27បន្ទប់ដែលចែកចេញជា2មណ្ឌលក្នុងនោះមណ្ឌលផ្នែកវិទ្យាសាស្ត្រមាន5បន្ទប់ចំនួន121នាក់ស្រី64នាក់និងមណ្ឌលផ្នែកវិទ្យាសាស្ត្រសង្គមមាន22បន្ទប់ចំនួន541នាក់ស្រី322នាក់